កម្មកររោងចក្រជូលីដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនេះគាត់បានមកដល់ក្រសួងការងារហើយការមកដល់របស់គាត់នេះគឺគាត់ចង់ឲ្យខាងរដ្ឋមន្ត្រីក្រសួងការងារដោះស្រាយពីបញ្ហារបស់ពួកគាត់ដែលមាន8ចំណុចដូចជាទី1ស្នើសុំឲ្យក្រុមហ៊ុនទទួលយកលោកសេពិសេសដែលមានទូរទស្សន៍ជាម៉ាស៊ីនចូលធ្វើការវិញទី2ស្នើសុំឲ្យក្រុមហ៊ុនដល់បាយថ្ងៃត្រង់ចំនួន 4,000 រៀលប្រាក់ថ្លៃបាយហើយទី3ស្នើសុំឲ្យក្រុមហ៊ុនដល់លុយធ្វើដំណើរទី4ស្នើសុំឲ្យក្រុមហ៊ុនដល់លុយព្រីមចំនួន$18ក្នុងមួយខែហើយទី5ស្នើសុំឲ្យក្រុមហ៊ុនបើកប្រាក់ខែ 5% ហើយទី6ស្នើសុំឲ្យក្រុមហ៊ុនបើកលុយ 50% 3 ខែមុនដល់ស្ត្រីដែលមានផ្ទៃពោះហើយទី7ស្នើសុំឲ្យក្រុមហ៊ុនរៀបចំកន្លែងដាក់កង់ម៉ូតូឲ្យបានសមរម្យទី8គឺស្នើសុំឲ្យក្រុមហ៊ុនអនុវត្តម៉ោងធ្វើការតាមគោលការណ៍ចាស់ដូច្នេះទស្សនវិជ្ជាទូទៅសូមបងប្អូនទស្សនាអរគុណសូមឲ្យបងប្អូនជាលើកជំរុញនិងឲ្យរដ្ឋមន្ត្រីក្រសួងការងារដោះស្រាយសំណើរបស់បងប្អូនឲ្យខានទៅបានថ្ងៃនេះយើងខ្ញុំទៅចាប់យើងតស៊ូយើងជំនះទៅអបិសាយើងមកបងជើងកម្លាំងការជាតិដែលទៅសំណើរបស់ខ្លួនយើងរត់ទៅសំណើជាពិសេសដែលស្គាល់ជាអន្តរជាតិដែលតាមពិនិត្យតាមតាមទៅលើតាមដោះស្រាយរបស់ពលរដ្ឋការងារតាមមកទទួលខុសត្រូវរបស់ពលរដ្ឋការងារតាមច្បាប់នៃការងារធ្វើទៅតាមរយៈពេល40